Hello ជម្រាបសួរចាយខ្លីបន្តិចទៅស្ដាប់លេងខ្លីទៅមិនមែន classroom មិនគួយបកប្រែនិយាយសង្ខេបទិញសភើបំពើមកអានទៅវាមិនមែនជាអ្នកជំនាញច្បាប់មិនមែនជាអ្នកអីទេឆ្ងល់មើលទៅតែយុត្ថាធិការjury secretary ហ្នឹងនៅក្នុង international law ICJ នឹង article 38 មួយហ្នឹងគេនិយាយពីមិនខ្លះឯខ្លះមើលទៅ rule of law ហ្នឹងកន្លែងនេះមួយទៀតកន្លែង power versus international law អីចឹងទៅនិយាយខែបខ្លីចុះ World Court នឹងវាយ៉ាងម៉េច ICJ នៅវាផ្សេងកើតក្រោយហើយនិយាយសង្ខេបខ្លីទៅវាត្រង់ថាវាធ្លាក់នៅលើមនោគមវិជ្ជាគណៈបកស្ដាំនិយមឆ្វេងនិយមអភិរក្សសេរីនិយមគណៈបកប្រជាធិបតេយ្យគណៈបកសាធារណរដ្ឋមនុស្សវាមានមនោគមវិជ្ជាទៅឆ្វេងទៅស្ដាំទៅខាងសង្គមនិយមទៅខាងអីចឹងទៅមូលធននិយមសង្គមនិយមអីទៅផ្នែកគំនិតវាខុសគ្នាវាមួយឆ្វេងវាមួយស្ដាំវាមិនអាចនិយាយគ្នាវាមិនអាចត្រូវគ្នាទេគណៈបកប្រជាធិបតេយ្យគណៈបកសាធារណរដ្ឋវាខុសគ្នាដូច្នេះខ្ញុំគឺខាងគណៈបកសាធារណរដ្ឋខ្ញុំខាងស្ដាំនិយមអភិរក្សនិយមជាគ្រីស្ទៀនខាង evangelical ដំណឹងល្អដូច្នេះទស្សនៈវាខុសគ្នាពីពួកគណៈបកប្រជាធិបតេយ្យសង្គមនិយមកុម្មុយនីសនិយមឆ្វេងនិយមដូច្នេះខួរក្បាលការគិតការពិចារណាទស្សនៈមនោគមវិជ្ជាវាខុសគ្នាឆ្វេងស្ដាំកាលពីសង្គ្រាមលោកលើកទី2និយាយត្រួសកាលពីសង្គ្រាមលោកលើកទី1ហ្នឹងតើវាកើតទៅចោះដល់សង្គ្រាមលោកលើកទី2មកកើតទៀតការសង្គ្រាមលើកទី2ហ្នឹងក៏ខំរៀបចំឲ្យមានតុលាការអន្តរជាតិអីទៅកាត់ទោសពួកអ៊ីតាលីឧត្តមសេនីយ៍អ៊ីតាលីអីចឹងទៅរៀបចំអង្គការសហប្រជាជាតិរៀបចំអីចឹងទៅកុំឲ្យវាមានទៀតណាកុំឲ្យវាមានកើតឡើងទៀតកើតជាតុលាការអន្តរជាតិ International Law International Court of Justice World Court ណាបង្កើតជាងទៅហើយវានៅក្រោមការត្រួតត្រាសាខារបស់អង្គការសហប្រជាជាតិអង្គការសហប្រជាជាតិដែលបានបង្កើតឡើងមកពីក្រោយពីសង្គ្រាមលោកលើកទី2ហ្នឹងនិយាយខ្លះហើយប្រវត្តិអង្គការសហប្រជាជាតិហ្នឹងមហាអំណាចទាំង3ហ្នឹងដែលឈ្នះសង្គ្រាមលោកលើកទី2ទៅអាមេរិកអង់គ្លេសនិងរុស្ស៊ីហ្នឹងក៏បង្កើតទៅដំបូងឡើយប្រជុំគ្នានៅ San Francisco ទៅក្រោយទៅគេរើមូទៅ New York ទៅវែងឆ្ងាយទៅលំទលាឬអង្គការសហប្រជាជាតិហ្នឹងទៀតតែអង្គការសហប្រជាជាតិនៅវាបប្រយោជន៍អីខ្លះអាហ្នឹងវាចូលទៅរឿងមនោគមវិជ្ជាទៀតហើយមនោគមវិជ្ជាខាងស្ដាំនិយមគណៈបកសាធារណរដ្ឋគេអត់ត្រូវការគេអត់ចង់បានអង្គការសហប្រជាជាតិទេដែលអាមេរិកខំបង្កើតមកយូរទៅវាទៅជាសេរីនិយមយូរទៅវាទៅជាប្រឆាំងអាមេរិកនេះអង្គការស្ថាប័នអង្គការសហប្រជាជាតិទាំងមូលក៏តែខ្លីពី3ម៉ាត់ហ្នឹងតែប្រធានអង្គការសហប្រជាជាតិនឹងបានបញ្ចុះអីខ្លះឆ្លងកាត់មកយើងជំនាន់អាប៉ូហ្នឹងអង្គការសហប្រជាជាតិមកជួយអីខ្លះខ្ញុំស្រាវជ្រាវរកទៅឃើញអាមេអង្គការសហប្រជាជាតិនាយកអង្គការសហប្រជាជាតិហ្នឹងវាជា capital ជា official របស់អ៊ីតាលីទិសៈ2ជាមគុកអ៊ីតាលីហើយក្រោយមកបានធ្វើជាប្រធានអង្គការសហប្រជាជាតិហ្នឹងឈ្មោះ Hammer វិញបែរខ្ញុំបាននិយាយខ្ញុំបានស្រាវជ្រាវខ្លះដែរដូច្នេះចំណុចអាប៉ូតហ្នឹងយើងអត់មានបានស្អីទេគ្មានបាន
គេមកជួយអីយើងទេអង្គការសហជីវជាតិនោះវាអត់មានលវាអត់លវលអីយើងទេជាប់អពុតហ្នឹងទៅដូច្នេះជាការឆ្លងកាត់ការផ្ទាល់គឺធ្លាក់ផ្ទុំដងរ៉ែកអង្គការសហជីវជាតិនឹង UN នឹង Red Cross នឹងមកជួយអីខ្លះមកអីខ្លះអាស៊ានធ្វើបាបអីយ៉ាងមិនខ្លះក៏មិនឃើញជួយអីប្រហែលដែរមកដល់តាមចរមនឹងក៏ជួយចុងដៃចុងជើងជំនួយចាំអានសភៅយកមកបើកចាក់ឲ្យមើលទៅPunish the poor ពួកអបស្វាមអីគេសរសេរជំនួយក៏វាតិចតួចជួយចុងដៃចុងជើងត្រីផ្លាធូបន្លែអង្គអីបានហើយយើងគួរតែបានរស់យើងអរគុណហើយប៉ុន្តែវាចុងដៃចុងជើងវាតិចតួចហួសហើយអ្នកស្ម័គ្រចិត្តនោះក៏សិតតែស្ម័គ្រចិត្តអត់ប្រាក់ខែគ្នាទៅជួយទៅតិចតួចពេកចុះលុយរាប់រយរាប់ពាន់លានកោតនោះទៅណាទៅមកជួយជនពីខ្លួនផុតពីអា80ហ្នឹងទៅមកដល់អ៊ីរ៉ាក់ហ្នឹងអា Coffee Annan ហ្នឹងមុនហ្នឹងមួយទៀតអាស្អីនោះ Bruto អីនោះពុកអាលួយវាយសង្គ្រាមអ៊ីរ៉ាក់អីហ្នឹងទៅអាកូននោះពុកលួយរាប់រយលានដុល្លារនោះ Oil for Food ទូលឪជាមេអង្គការសហប្រជាជាតិអាកូននោះទៅរស់ស៊ីលក់ប្រេងដើម្បីទិញម្ហូបជួយជនវេទនានៅអ៊ីរ៉ាក់ពេលសង្គ្រាមនឹងកូនក្មេងនោះអានោះពុករលួយរាប់រយលាននោះកូនណាមេអង្គការសហជីវជាតិហ្នឹងវែងវាឆ្ងាយទៀតដូច្នេះទៅអង្គការសហជីវជាតិហ្នឹងគេរៀបចំទៅគេបង្កើតបានជាតុលាការពិភពលោកណាហើយត្រួសចឹងទៅរបស់ Security Council or General Assembly ហ្នឹងជា advisory ជា court opinion ហ្នឹងទៅឧទាហរណ៍ឬច្បាប់អន្តរជាតិនៅក្នុងឆ្នាំ2010តុលាការអន្តរជាតិហ្នឹងបានប្រកាស Kosovo ណាខ្លាចជាប្រទេសឯករាជ្យអីចឹងទៅតមកទៅ World Court ហ្នឹងក៏មាន15នាក់ចៅក្រម15នាក់ដែលគេបោះឆ្នោតរើសតាំងហ្នឹងវា9ឆ្នាំអំណាចហ្នឹងវា9ឆ្នាំแล้วก็បើកវងកញ្ចក់បន្តិចវាមុនតទៅទៀតដូច្នេះអាមេរិកនេះជាអ្នកបង្កើតអង្គការសហប្រជាជាតិបង្កើតអីហ្នឹងដល់ World Court នេះអាមេរិកអត់ចូលជាមួយទេនេះពិសេសគឺ ICJ ហ្នឹងតទៅទៀតដូច្នេះកន្លែងទីតាំងធំហ្នឹងទីស្នាក់ការហ្នឹងនៅហេហ្នឹងនៅប្រទេសនីធឺឡែនហ្នឹងទីក្រុងឡាវអេហ្នឹងហើយគេមាន ad hoc judges ហ្នឹងវា15នាក់អីចឹងទៅវាមានចំណុចខ្សោយយ៉ាងម៉េចខ្លះតុលាការអន្តរជាតិតុលាការពិភពលោកហ្នឹងមានអំណាចអីធ្វើអីកើតអីខ្លះវាខ្សោយអីខ្លះណាតើតើនឹងសិទ្ធិសញ្ញា treaty ហ្នឹងហើយនឹងវាមានoptional clause ដែលជាសមាជិករបស់តុលាការអន្តរជាតិហ្នឹងគេមានសិទ្ធិដកខ្លួនចេញពីតុលាការអន្តរជាតិហ្នឹងដូចជាមានប្រទេសមួយចំនួនហើយដូចជានេះ Colombia នេះបាន withdraw នៅ2012ហ្នឹងប្រទេស Colombia ហ្នឹងនេះ Colombia វានៅសៅអាមេរិកហ្នឹងខាងក្រៅមិចស៊ីកូមកចុះមក Colombia ហ្នឹងក្រុមនេះបានដកខ្លួនចេញពីសមាជិករបស់តុលាការអន្តរជាតិគេមានសិទ្ធិនឹងដកគេពីព្រោះមានoptional clause នេះមួយហើយវាទាស់តែងគ្នាផ្ដឹងផ្នល់ទៅវាទាស់ជាមួយអានីកាក្រានេះនៅកូននឹងដែរមិនគ្រប់តាមអង្គការតុលាការពិភពលោកទេដកខ្លួនចេញទៅលីស្ដាប់លីតាម
ហើយនៅអ៊ីរ៉ង់នេះនៅពេលឆ្នាំ79ហ្នឹងតាអ៊ីរ៉ង់នឹងវាទៅវាយសម្រុតចូលកាន់កាប់ស្ថានទូតអាមេរិក79ហ្នឹងវានៅលើក្រោមប្រធានាធិបតីគណៈបកប្រជាធិបតេយ្យនេះនោះតានេះនោះតាស្អីតាស្ទុនោះJimmy Carter ស្ទុហ្នឹងទៅគេប្រមាថគេមើលងាយហ្នឹងតមក Reagan គាត់ខ្លាំងដូច្នេះគេប្រមាថគេអត់គោរពគេបំបាក់គេកាច់អ៊ីរ៉ង់បដិវត្តអ៊ីស្លាមហ្នឹងអាយ៉ាថូឡាហ្នឹងទៅរឹបអូសចូលសម្រុកយកស្ថានទូតអាមេរិកចាប់បុគ្គលិកស្ថានទូតអាមេរិកជាឆ្លើយអ្វីឆ្ងាយនឹងរឿងនយោបាយរបស់គណៈបកប្រជាធិបតេយ្យវាច្រើនតែខ្សោយJimmy Carter ហ្នឹងណា US Embassy ហ្នឹងដូច្នេះគេក៏ថ្កោលទោសទៅធ្វើអីអាកើតប្រទេសអ៊ីរ៉ង់ហ្នឹងវាអត់គោរពច្បាប់អន្តរជាតិវាអត់ខ្លាចអាមេរិកផងវាចាប់បុគ្គលិកស្ថានទូតអាមេរិក47ឆ្នាំមុនគឺវាឆ្ងាយមកដល់សម្ងាយរឿងវាយអ៊ីរ៉ាក់ហ្នឹងអ៊ីរ៉ង់ហ្នឹងហើយតមកវានៅឆ្នាំ2007ហ្នឹងតុលាការអន្តរជាតិហ្នឹងបានចេញដីកាប្រឆាំងនឹង Bosnia case Serb genocide ដោយពួកសាស Bosnia ហ្នឹងបានសម្លាប់រង្គាលដល់ជនជាតិ Serb នេះណាប្រទេស Yugoslavia នោះប្រទេសទឹកដីទីតូនោះហើយនឹងរឿងច្បាប់អន្តរជាតិចែកពីរឿងអី genocide សម្លាប់មនុស្សជាតិអីនោះវាយ៉ាងម៉េចហ្នឹងគេច្បាប់គេមាននិយាយគេមានចែកពីរឿងស្អីទៅជាបទសម្លាប់បំបត្តិពូជច្បាប់អន្តរជាតិគេសង្គ្រាមរឿងបំបត្តិសម្លាប់អីចឹងណាគេមានរបស់គេតែគេចែកអីរបស់គេណាបានកាត់ក្តីស៊ើបអង្កេតកាត់ក្តីនៅអស់14ឆ្នាំតម្រាំទៅបានចេញជាសេចក្តីប្រកាសថ្កោលទោសដាក់ទោសដល់មេដឹកនាំឧត្តមសេនីយ៍ស៊ើបហ្នឹងអាខ្លះនោះងាប់អស់បាត់ទៅវាយឺតចឹងណា4ទៅ10ឆ្នាំណាតមកកាត់ក្តីធ្វើការវាស្ទុយចឹងអង្គការតុលាការអន្តរជាតិនោះ slow យឺតធ្វើអីចឹងជាងរងគ្រោះនឹងគ្នាស្លាប់គ្នាមិនបានទទួលយុត្តិធម៌អីចឹងទាំងអាមេ UN នឹងធ្វើការស្ទុយហ្នឹងទៅវាចឹងអង្គការនោះវាចឹងសរសេរសបត្តិនេះខ្ញុំធ្លាប់បាននិយាយថាត់ខាប់ពលទេសម្ភារអាមេអង្គការទៅជាតិហ្នឹងសេសបត្តិថាត់ខាប់ពលថាចាំមិនទូរស័ព្ទទៅសម័យនេះសេសបត្តិនៅឆ្នាំ92អែលសាវ៉ាដូនៅឆ្លោះគ្នាមួយHondurasនេះសាវ៉ាដូនៅខាងក្រៅនេះសៅអាមេរិកហ្នឹងឆ្លោះគ្នាកូឡុំប៊ីវេណេស៊ុយអេឡាហ្នឹងឆ្លោះគ្នាឡើងតុលាការអន្តរជាតិចឹងទៅមានឈ្នះមានចាញ់ចឹងទៅហើយមកខាងអាហ្វ្រិកនេះក៏ឆ្លោះគ្នារឿងបំបតុលរឿង Cameron ហើយនឹង Nigeria នេះ borders នេះឆ្លោះគ្នានឹងទៅចាញ់ឈ្នះគ្នាប្តឹងផ្ដោគ្នាចឹងទៅដូច្នេះអង្គការតុលាការពិភពលោកនឹងឥឡូវចូលដល់រឿងអាមេរិកខ្លះអាមេរិកនឹងកាណាដាឆ្លោះគ្នារឿងបំបតុលរឿងដែនសមុទ្រនេសាទអីហ្នឹងអូខេហើយមកដល់អាមេរិកឆ្លោះគ្នាមួយមេស៊ីកូណាតមកក៏មេស៊ីកូប្តឹងអាមេរិកមេស៊ីកូនៅខាងក្រោមនេះ
đăng America hưởngผมประตูเรื่องตึกเรื่องไอ้ยังโหมาไปคลอมเบียรีเวอร์ดังAmerica ai cái lại ni muối đại kỳ chỉ về sông khán đái đường thà tao nào mình chưa đâu nào chưa chậu mà vẽ tao nào tao chỉ có nó sao bạn này còn nào mình ở con bùa để học bài vì trong thà cho các American chẳngประเทศMexicoเนี่ยดาวตุลาการอันตรจิตปัจจัยเป็นสำคัญเรื่องเนี่ยเคยอะไรนะฉะนั้นคดีอเมริกันในขนมตุลาการอันตรจิตปัจจัยตอนนั้นที่มันวิเคราะห์ตำแหน่งตำแหน่งคดีตัววิจารณ์เนี่ยจันอเมริกันมาหามนายของจันบะมุกมันมือมุกอเมริกาไม่ใช่จับมุกมันจังเราสีจุบุยมันจังยี่โรโดยใช้เวลเนี่ยคดีเหมือนปัจจัยเวลบำพลายตำแหน่งตำแหน่งประเทศตั้งปีนั่นอันนั้นก็เติร์ดได้นายเนี่ยชี้ได้ปัจจัยตัวน้ำมันอันนั้นตอนนี้ไม่สำคัญเลยเนี่ยอเมราดาเนี่ยวอร์เนี่ยอันนั้นวิววิชงายเรื่องนั้นอเมริกันก็มีฉบับตอนนั้นคือปีผลิตคือจับเยอะคืออ่านฉบับหนึ่งตอนนั้นไอ้มีสิทธิ์กมวดเนี่ยไอ้มีสิทธิ์โรตำนางบีทีวีไอ้มีสิทธิ์เจ๊ให้อ่านจับให้เนี่ยไอ้พร้อมเด้บาดกี่ไหวขนาดเยอะอยู่từดักกุกประดิษฐ์จอมสำนำเรื่องหลังตุลาการกันได้เลยให้นั่งเว่ยไปง่ายแต่เตี้ยเรื่องตอนทาอเมริกันเข้มหามหลายประเทศบักเกเข้มเมียนรัฐธรรมนูญบักเกเข้มเมียนดู process เข้มเมียนthe fifth amendment เข้มเมียนไอ้สัตว์ไอ้บักเกต่างดังนั้นตุลาการอันตรจิตนั้นมันอาจหมดจับพวกรัฐอเมริกันโยตกัดคดีในตุลาการอันตรจิตบานเตวิรมลงจะเลิกเพียบโบราณเพียบตึกใดสเตทตัวนาที่มันนี่ยี่ปีเรื่องสเตทรัฐบักเก้รัฐไอกรีบักเก้คือมินสัตบักเก้เก็บมันเอาไปดอยเอาอินเตอร์โพลไอ้ผลิตอันตรจิตนั่งมาเอาจับอยู่ตัว ICC ดีกว่าเอาไอ้เกาปีโบราณบักเก้แต่เขาเลยตรังอันนั้นสมัยอเมริกันเกกัดตัวแต่โอเคแล้วจีจะให้ไปโจแต่ดาวเรื่องพิจารณามาแล้วแต่ยุอะไรดังท่ากำนัดระบบพวกชาวครอมออกอย่างนั้นยังชาวครอมที่ฉันจะจำได้สักทีเวียดนามพวกชาวครอมอย่างนี้คือพิจารณาคือพวกอเมริกันกีบินสลาฉบับเมียนเอเกได้กีมาปีแอฟริกากีมาปียุโรปกีมาเอได้พวกจากครั้งพิจารณาพวกสลายนิยมพวกโซเชียลิสต์พวกเดโมแครตโดยใช้พวกนี้พิจารณาสอบอเมริกันการนั่งเยี่ยมปีอเมริกันนั้นไปเอาฉบับทาแต่น่าต้องใจอเมริกันเลยจังยี่ทางใจอเมริกันได้ยืมมันอ่านใจจนลงจะดีกันทีเพราะอเมริกันเบียปีกันหนักปะทองขณะปะสเปนขณะปะประชาธิปไตยสังคมนิยมอะไรก็เชียนเราโจต่อสังคมนิยมไหมอันนั้นกับขณะปะสตามนิยมสาธารณรัฐทางทรัมป์สลายตรงเจียดกรบตรงเจียดขณะปะสเปนนิยมประชาธิปไตยลดตรงเจียดเจ้าลาวตลาดกากัมพูตลาดกัมพูทำบินสัตลดตรงเจียดอเมริกันคือจีสัตประชาธิปไตยโดยใช้มโนกุมวิจิวิชเวมิสดามต่างๆโอเคการนั่งยี่ปีอเมริกันยังจะอัดยี่เก่าที่ทั้งอัดที่อเมริกันอัดทั้งที่ทั้งอัดที่บีทั้งจะบัดโกบีทั้งการสังเกตประดาท่าชิโนกับจากนี่บังเนี่ยไว้ที่ตับเนี่ยประดาท่าวิอาร์ตั้งจีสังเกตสิบวันโดยใช้การนั่งยืนใจปีอเมริกันวิตั้งอัดรุ่ยเตถ้าขาหน้า
អាមេរិកទៅដែកបែកជាពីរហើយមួយឆ្វេងមួយស្ដាំមួយប្រជាធិបតេយ្យមួយសាធារណរដ្ឋអាមេរិកខាងឆ្វាំផ្សេងរដ្ឋាភិបាលឆ្វាំផ្សេងមនោគមវិជ្ជាខាងស្ដាំផ្សេងមនោគមវិជ្ជាខាងឆ្វេងផ្សេងវាអត់អាចរួមគ្នាទេខាងឆ្វេងខាងអូបាម៉ាខាង Biden ខាងអីនេះគេខាងឆ្វេងគេខាងប្រជាធិបតេយ្យគេខាងសង្គមនិយមដូច្នេះវាអត់យើងមិនអាចនិយាយតំណាងអាមេរិកខាងកើតទេដូច្នេះពួកចៅក្រម15រូបហ្នឹងដែលគេសិក្សាគេមើលទៅភាគច្រើនគឺស្អប់អាមេរិកស្អប់អាមេរិកនេះគឺស្អប់ខាងសាធារណរដ្ឋស្អប់ Trump អូខេយល់ច្បាស់ហើយអត់ឥឡូវត្រឡប់ទៅតាំងពីសង្គ្រាមវៀតណាមមកវាមិនទាន់កើតថា ICC នេះទេដូច្នេះតែហ៊ានអាមេរិកសង្គ្រាមវាតែจะជ្រុលដៃជ្រុលជើងវាមានតែហ៊ានខ្លះខូចដែលផ្ដាក់បាញ់សម្រាប់ស៊ីវិលចាប់រំលោភស្រីយូនស្រីអីនៅចម្បាំងវាមានរឿងវាមានរ៉ាវាមិនមែនចេះតែភ្លៀងកើតឡើងច្បាំងឡើងវាយតែអាយកង់វាពួននៅស្រុកហ្នឹងអាមេរិកដើរផុតទៅវាបាញ់វាក្រៅជន់មានជន់អន្ទាក់ជន់អីទៅរោវាមិនឃើញវាលួចពួនក្នុងផ្ទះអ្នកស្រុកទៅអីចឹងទៅបានអាមេរិកហ្នឹងឃើញវាក្តៅងាត់ទៅហ៊ានអាមេរិកព្រីព្រួយពីរោមិនឃើញបាញ់វាមិនត្រូវវារត់ពួនអីចឹងទៅចាប់ដុតតែទាំងអស់មកភូមិហ្នឹងចលីមកដុតផងស្លាប់ផងចាក់បាយណែតសម្លាប់រំលោភស្រីយូតអីផងដូចជាវាសងសឹកវាខឹងវាអាកាបតានមួយហ្នឹងក៏ក្រោយបើគេយកមកកាត់ទោសជាប់ទោសទៅប៉ុន្តែដល់អង្គការសហប្រជាជាតិច្បាប់តុលាការអន្តរជាតិនេះគេថាទេគេតែយកមកកាត់ទោសនៅតុលាការអន្តរជាតិជា war crime ជាសង្គ្រាមច្បាប់សង្គ្រាមយើងរំលោភដូច្នេះតុលាការនោះវាចង់លូកដៃវាចង់ចាប់ក្បាលអូសក្បាលទៅមេតាហ៊ានអាមេរិកទៅកាត់ទោសនៅតុលាការអន្តរជាតិតែអាមេរិកថាទេមិនឲ្យឯងធ្វើចឹងកើតទេប្រទេសបហាំណាប្រទេសនេះដែរគេកាត់ទោសតាហ៊ានទៅក្នុងតុលាការតាហ៊ានរបស់គេទៅតុលាការសឹករបស់គេទៅអូខេแล้วចូលដល់រឿងតម្លាក់ B52 នេះតម្លាក់ B52 នៅស្រុកយួនហើយនៅតម្លាក់នៅស្រុកខ្មែរតាំងពីជំនាន់ Johnson 1964លួចតម្លាក់លួចឬមិនលួចអានោះជារឿងមួយទៀតតែខ្មែរពេលនោះអព្យាក្រឹតអត់ជាកង់នៅស្រុកខ្មែរប្រហែលម៉ឺនខ្ញុំបានឃើញផ្ទាល់ផ្លែក69នៅស្នួលបាននិយាយច្រើនថាខ្ញុំបន្ទល់ពុកខ្ញុំនាំទៅមើលបាត់ឡើងរង្វេះទៅខ្ញុំបាននិយាយច្រើនហើយតែចេះពេលដែលប្រទេសខ្មែរអនុញ្ញាតឲ្យដែលថាយើងជាអព្យាក្រឹតនោះដែលយើងអនុញ្ញាតឲ្យទីតបពីកង់អនុញ្ញាតគឺមិនអនុញ្ញាតក៏វាមិននៅរួចទៅហើយណាស់ដល់ 50000 100000ណាស់ទៅដល់ពីណាទៅដល់រត់យើងមានទូលេខអត់យើងចូលទៅដល់អត់មានគណៈចូលទៅដល់ពីណានេះតែតែអាមេរិកគេរកឃើញគេថតគេលួចបញ្ចូលអ្នក special force ពួកអីទៅពួកmy force អីគេលួចបញ្ចូលទៅតែចេះខ្មែរចេះកម្ពុជាក្រុមនេះលួចចូលទៅមើលឃើញថតបានពោះតាំងបានឲ្យអា B52 ទៅទម្លាក់នៅទឹកដីខ្មែរហើយចូលដល់មិន Nixon ហើយចូលដល់ Henry Kissinger ជា advisor ដូច្នេះគេចោទប្រកាន់ថារំលោភបំពានបូរណភាពទឹកដីសម្រាប់ជនស៊ីវិលនៅទឹកដីខ្មែរដូច្នេះគេត្រូវនាំ Nixon ហើយនឹងនាំ Kissinger នេះយកមកកាត់ទោសនៅតុលាការអន្តរជាតិអូខេប៉ុន្តែសម្ភារគាត់នៅមានដែរក្នុងវីដេអូ YouTube Kissinger គាត់ឆ្លើយថាម៉េចនៅវែងឆ្ងាយទៅទៀតតាមនេះគេមាន obligate ទៅចូលទៅទម្លាក់លើទឹកដីដែលខ្លួនឯងប្រកាសជាអព្យាក្រឹតហ្នឹងទេតែដីសម្រាប់ឲ្យលើកតបបញ្ជូនសម្ភារៈអាវុធយុទ្ធភ័ណ្ឌមកវាយទាហានអាមេរិកនៅខាងត្បូងអូខេវែងឆ្ងាយទៅទៀតដូច្នេះរឿងហ្នឹងវាផុតពីវៀតណាមទៅមកដល់អ៊ីរ៉ាក់ផុតពីអ៊ីរ៉ាក់មកដល់អ៊ីរ៉ង់អីសង្គ្រាមអីហ្នឹងវាវែងវាឆ្ងាយទៅដូច្នេះសង្ឃឹមថាបានចាក់ចាយខ្លីបន្តិចហ្នឹងហើយយល់ទៅអត់ហើយតែវាយ៉ាងម៉េចតុលាការអន្តរជាតិហ្នឹងនេះនិយាយតាមសភៅទេគេជាសាស្ត្រាចារ្យគេអ្នកសរសេរហើយយើងមិនមែនមើលតែមួយណាយើងទិញមើលឲ្យច្រើនទៅវាមានតុល្យភាពកុំឲ្យថាតែរបស់អាមេរិកវាមានរបស់សាស្ត្រាចារ្យកកដែលគេសរសេរហ្នឹងយើងអានយើងមើលទៅណាពួកខ្ញុំមិនមែនអ្នកមុខវិជ្ជាអីខាងហ្នឹងទេគាត់ឆ្ងល់មើលទៅឲ្យដឹងទៅយល់ទៅខ្លះទៅបាទចាយប៉ុណ្ណឹង